ស្រីដែលមានអធិពលស្រីដែលបងស្រឡាញ់ដើម្បីស្រីមកលេងប្រពន្ធលេងកូនដើម្បីទៅរស់នៅជាមួយគេឲ្យពេញច្បាប់ទាំងវើទាំងអស់ហ្នឹងគេទៀមទាគេទៅយុះគេទៀមទាគេឈ្មោះរបស់គេហ្នឹងស្របពេលដែលខ្លួនឯងជាស្រីយកប្តីគេទេប្តីមានស្រីដំបងឈឺចាប់ដែលគេឈប់ស្រឡាញ់គេឈប់យល់ពីអារម្មណ៍យើងគេទុកយើងចោលយើងឯកាក្តីស្រឡាញ់ដែលធ្លាប់មានទៅឲ្យអ្នកផ្សេងអញ្ចឹងណាដល់ពេលហួសពីអារម្មណ៍ឈឺចាប់វាខ្មាស់គេប្រមាថគេឌីលគេឌឺដងគេផ្លែផ្កាអារម្មណ៍ហ្នឹងវាទទួលយកអត់បានទេមនុស្សស្រីដែលយកប្តីគេមួយចំនួនបើមិនខ្លាំងមិនប្រកែកយកប្តីគេមិនបានបងប្អូនលើខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងដំបងឡើយប្តីមានស្រីវាឈឺចាប់ណាស់ក្រោយមកទៀតវាឈឺចាប់នឹងគេប្រមាថគេឌីលពេលខ្លះប្តីហ្នឹងមិនមែនជាប្តីល្អត្រឹមត្រូវទេបងប្អូនអារម្មណ៍ស្រឡាញ់ចំពោះប្តីក៏វាមិនបាន 100% វាអស់ចិត្តវាឆ្អែតចិត្តវាល្មមនឹងដោះលែងប្តីដែរស្ថានភាពខ្លះបងប្អូនមួមកក្តៅក្រហាយទទួលយកអត់បានហ្នឹងដោយសារអីដោយសារវាឌឺដងវាផ្លែផ្កាវាប្រមាថហ្នឹងបងប្អូនរឿងខ្លះដំណើរក្តីទៅត្រូវលេងគ្នាគេយល់ព្រមលេងក្លះគ្នាដោយសន្តិវិធីប៉ុន្តែដល់ពេលនឹកឃើញពាក្យរបស់ស្រីនេះមកចាជីវិតសួរប្តីអញប្តីចេះប្តីចុះថតក្នុងឡានគេបរោះក្នុងឡានគេឌឺដងផ្លែផ្កាគេដល់ពេលចុងក្រោយឌឺដងចុងក្រោយគេអត់ផ្ដាច់មេដាយឲ្យមនុស្សស្រីខ្លះយកប្តីគេហើយវាមិនមែនថាដឹងខុសហើយឥឡូវហ្នឹងឲ្យប្តីជាអ្នកជ្រើសរើសដោះស្រាយអត់ទេវាទៀមទាដោយសារអីពេលខ្លះប្តីយើងមានលទ្ធភាពមានមុខមានមាត់មានទូនទីមានលុយមានកាក់មានទ្រព្យសម្បត្តិដែរដល់ពេលវាយកបានចឹងហើយវាត្រូវការមុខមាត់វាត្រូវការកិត្តិយសគេឈ្មោះរស់នៅក្នុងសង្គមឲ្យពេញមុខពេញមាត់ដូច្នេះវាទៀមទាឲ្យលេងប្រពន្ធដល់ពេលប្តីដូចខ្ញុំនិយាយពីមុនចឹងស្រីដែលមានអធិពលស្រីដែលបងស្រឡាញ់ដើម្បីស្រីមកលេងប្រពន្ធលេងកូនដើម្បីទៅរស់នៅជាមួយគេឲ្យពេញច្បាប់ចឹងទាំងវើទាំងអស់ហ្នឹងគេទៀមទាគេទៅយុះគេទៀមទាគេឈ្មោះរបស់គេហ្នឹងស្របពេលដែលខ្លួនឯងជាស្រីយកប្តីគេទេមនុស្សស្រីយកប្តីគេចង់បានគេទៅយុះណាចង់បានគេទៅយុះមនុស្សស្រីយកប្តីគេសោះចង់បានគេទៅយុះចង់បានគេឈ្មោះហើយបើចង់បានគេឈ្មោះគេទៅយុះមិនឲ្យយកប្តីគេទៅអីណាបើពូសួរដល់ប្តីយើងនេះទៀតសោតប្រពន្ធឆ្ងល់ថាហេតុអីបានតែនិយាយមួយគាត់និយាយមិនកើតចឹងគ្រូនិយាយមិនកើតពាក្យសម្ដីយើងទី1យើងនឹងជាស្អីយើងរាល់ថ្ងៃនៅក្នុងចិត្តប្តីគ្មានតម្លៃទេមនុស្សដែលគ្មានតម្លៃទៅនិយាយស្ដីជាមួយគេទឹកមាត់យើងសាបគ្មានអធិពលទេដូច្នេះហើយជំរើសលេងលះការទទួលបែងចែកការទទួលខុសត្រូវអាហារកិច្ចកតាបកិច្ចចប់ដូច្នេះហើយទៅនិយាយមួយប្តីកែប្តីផ្លាស់ប្ដូរឲ្យប្តីទទួលយកអត់ទេបងប្តីមិនកែប្រែផ្លាស់ប្ដូរដើម្បីយើងដើម្បីគ្រួសារទេតែប្តីអាចផ្លាស់ប្ដូរនិងកែប្រែដើម្បីស្រីដែលប្តីស្រឡាញ់តើអត់ប្រហែលអ្នកដែលកំពុងជួបស្ថានភាពហ្នឹងខ្ញុំនិយាយជាមួយប្តីអត់យកទៅជាស្ដាប់សោះមិនបាច់ឆ្ងល់ទេគេអត់មានហេតុផលអីទៅស្ដាប់យើងទេអស់ស្រឡាញ់នឿយណាយហត់ដែរគេកំពុងវក់ស្រឡាញ់ស្រីគេបងស្រឡាញ់អូនដូច្នេះអីអធិពលនៃក្តីស្រឡាញ់ហ្នឹងណាហ៊ានធ្វើគ្រប់បែបយ៉ាងកូនកំព្រាឪពុកអត់ខ្វល់បោះបង់ប្រពន្ធដែលកំសត់កំរជាមួយគ្នាអត់ខ្វល់សំខាន់បងស្រឡាញ់អូនថ្ងៃក្រោយមិនដឹងអូនណាបន្តទៀតទេតន់អត់